ទឹកដីរបស់សហរដ្ឋអាមេរិកធំយ៉ាងនេះហើយសេដ្ឋកិច្ចក៏ជាប់លេខ1ហើយសភាវុធក៏ជាប់លេខ1ដែរហេតុអ្វីបានជាសហរដ្ឋអាមេរិកចង់បានទឹកដីកោះ Greenland ខ្លាំងម្ល៉េះបងប្អូនហើយវាសនារបស់ Greenland ហ្នឹងយ៉ាងដូចម្ដេចបន្ទាប់ពីកិច្ចប្រជុំនៅឯដាណឺម៉ាកចប់ហើយបើតាមសិក្សាទៅតាមចំណងផ្លូវលោកហើយចោះចំណងផ្លូវធម៌ហ្នឹងតើវាខុសយ៉ាងដូចម្ដេចបាទហើយបងប្អូនដឹងហើយថាលោកដូណាល់ត្រាំគឺគាត់ខ្លាចរុស្ស៊ីយ៉ាងចិនហ្នឹងគឺយកបាទអំណាចឬក៏យកកោះ Greenland ហ្នឹងគឺបង្កើត business ចឹងណាហើយគាត់ចង់បានរ៉ែបាទនៅ Greenland ហ្នឹងគាត់ចង់ឲ្យបានគាត់បានចង់បាន space មើលនៅខាងលើបាទកោះ Greenland មកមើលឃើញពិភពលោកទាំងមូលដើរវាយបហាវាយអីបានទាំងអស់បាទនិយាយរួមទៅគឺងាយស្រួលសម្រាប់គាត់ណាបាទគាត់មិនចង់ឲ្យរុស្ស៊ីហ្នឹងគឺហើយនឹងចិនហ្នឹងគឺក្តោបក្តាប់ទេហើយរុស្ស៊ីបើចង់បើកនាវាឆ្លងកាត់អីគឺត្រូវតែសុំពីគាត់បាទគាត់ចង់ make American great again បាទប៉ុណ្ណឹង